ព្រេងតាក់ទងនឹងទំនៀមបំពោះនាគពិធីបំពោះកូនប្រុសក្នុងព្រះពុទ្ធសាសនាដែលគេហៅថាជាពិធីបំពោះនាគពិធីបំពោះនាគនេះជាពិធីធំមួយដែលមានទម្លាប់តាំងពីបុរាណកាលមកហើយដែលចូលជ្រួតជ្រាបទៅក្នុងចិត្តនៃប្រជាជនខ្មែរគ្រប់រូបព្រោះព្រះពុទ្ធសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិរីឯការបំពោះកូនចៅក៏ជាកិច្ចទំនុកបម្រុងព្រះពុទ្ធសាសនាមួយផងដែរម្យ៉ាងទៀតព្រះពុទ្ធសាសនាជាប្រភពនៃការបណ្ដោះនិស្ស័យអក្សរសាស្ត្រនិងតម្រេះវិជ្ជាផ្សេងៗមានជំនាញសំណង់និងការរចនាផ្សេងៗជាដើមមនុស្សដែលបានបួសក្នុងព្រះពុទ្ធសាសនាមានតម្លៃខ្ពស់ជាងមនុស្សដែលពុំបានបួសពីព្រោះអ្នកស្រុកយើងតែងយល់ថាអ្នកបួសជាមនុស្សដែលស្គាល់បាបបុណ្យគុណទោសច្បាស់លាស់ហើយខ្មែរយើងតែងតែមានជំនឿម្យ៉ាងទៀតថាបួសនេនសងគុណម្ដាយបួសភិក្ខុសងគុណឪពុកជំនឿទាំងនេះបានជ្រាបជ្រៅទៅក្នុងសន្តានចិត្តនៃប្រជាជនខ្មែរទូទាំងប្រទេសរហូតដល់ទៅការទុកដាក់កូនចៅឲ្យមានប្តីប្រពន្ធក៏គេនិយមប្រកាន់រើសរកតែបុរសណាដែលបានបួសរៀនសូត្រផងដែរអ្នកស្រុកស្រែចំការនៅប្រកាន់ទំនៀមទម្លាប់ខាងលើនេះជារហូតមកដល់សពថ្ងៃប៉ុន្តែមិនសូវជាតឹងរឹងដូចកាលពីសម័យដើមទេព្រោះឥឡូវនេះមានសាលារៀនរដ្ឋជាច្រើនដែលសម្រាប់បណ្ដោះនិស្ស័យនិងតម្រេះវិជ្ជាផ្សេងៗហើយម្យ៉ាងវិញទៀតដោយគេយល់ថាអ្នកបួសជាមនុស្សប្រសើរយ៉ាងនេះហើយទើបគេហៅថាបុព្វជាបេខៈនិងឧបសម្បទាបេខៈនាគបំពោះនាគគឺបំពោះមនុស្សប្រសើរដំរីដែលមានភ្លុកធំល្អជាងគេនិងពស់ដែលធំវិសេសវិសាលជាងគេក៏ហៅថានាគផងដែរព្រោះពាក្យថានាគនេះមានន័យថាប្រសើរប៉ុន្តែទំនៀមបំពោះនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថាកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តចេតពុនមាននាគរាជមួយក្បាលមានមហិទ្ធិឫទ្ធិមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុហើយក៏ក្រឡាខ្លួនជាមាណពចូលទៅថ្វាយបង្គំព្រះមហាសទ្ធេហើយទូលថាខ្ញុំព្រះករុណាសូមបួសក្នុងសំណាក់ព្រះមហាថេរផងព្រះមហាសទ្ធេក៏បំបួសស្ដេចនាគកាលានោះទៅជាភិក្ខុទៅមានថ្ងៃមួយនៅពេលដែលភិក្ខុស្ដេចនាគនោះសឹងពេលថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោកក៏คล้ายជានាគឆ្វាយរង្វេលពេលពេញបន្ទប់ស្បង់ជីវរខ្ចាត់ខ្ចាយអស់រលីងអំពីកាយពេលនោះមានសាមណេរមួយអង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្តឆាន់លុះបើកទ្វារទៅស្រាប់តែប្រទះឃើញពស់ពេនពេញបន្ទប់ក៏ភ័យរត់ស្ទុះរត់ស្រែកឆោឡោផ្អើលពេញទាំងវត្តលុះជ្រាបទៅដល់ព្រះដ៏មានបុណ្យទើបព្រះអង្គទ្រង់ព្រះប្រញាប់ថាចាប់ពីថ្ងៃនេះទៅភិក្ខុឯក្រោយកុំបីបំពោះសត្វដេរឆាននៅខ្មោចបិសាចរាជភូតនិងយក្សាឡើយអាស្រ័យដែលដំណើរព្រះអង្គទ្រង់ព្រះប្រញាប់ដូច្នេះទើបភិក្ខុនាគក្រាបទូលព្រះដ៏មានបុណ្យថាខ្ញុំព្រះអង្គនេះមានចិត្តស្មោះចំពោះសាសនាព្រះអង្គពិតប្រាកដមែនឥឡូវមានក្លែងបន្លំទេបើខ្ញុំព្រះអង្គមានភេទជាសត្វមិនអាចបួសក្នុងសំណាក់ព្រះអង្គបានដូច្នោះខ្ញុំព្រះអង្គសូមពរឲ្យព្រះប្រញាប់ថាបើភិក្ខុនឹងបំពោះកុលបុត្រសូមឲ្យហៅអ្នកសុំភ្នោះនោះថាជានាគដូច្នេះតទៅដើម្បីឲ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គតែពុំមាននិស្ស័យនឹងបានបួសជាភិក្ខុដូចមនុស្សផងទាំងពួងចំណេរក្រោយមកព្រះពុទ្ធអង្គទើបបញ្ញត្តិពាក្យឲ្យហៅពុព្វជាបេខៈនិងឧបសម្បទាបេខៈថាជានាគតាមសំណូមពរដែលស្ដេចនាគសូមអាស្រ័យរឿងនេះឯងទើបមានឈ្មោះហៅថានាគរហូតមកអត្ថបទរឿងព្រេងតាក់ទងនឹងទំនៀមបំពោះនាគនេះផងដែរក៏បានឈានមកដល់ទីបញ្ចប់សូមអរគុណរឿងព្រេងតាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រីមានដំណាលថាកាលនោះមានមហាចៅម្នាក់ពុំមានភរិយាបានសង់ផ្ទះមួយខ្នងយ៉ាងល្អនៅក្នុងព្រៃដើម្បីនឹងទុកដាក់ទ្រព្យរបស់មានមាសប្រាក់សម្ពុតអាវសើស្បៃជាដើមដែលខ្លួនបានទៅលួចប្លន់គេបានអំពីទីផ្សារមកមហាចៅនោះលុះកាលជាចំណេរក្រោយមកក៏រំពឹងគិតថាអាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងដែរហើយតែទាស់ត្រង់គ្មានអ្នកណាថែរក្សាគិតសពគ្រប់ទៅការខំប្រឹងរបស់អញនេះដូចជាគ្មានបានការអ្វីសោះពីព្រោះថាបើកាលណាអាត្មាអញស្លាប់ទៅទ្រព្យសម្បត្តិ
ទាំងអស់នេះនឹងទៅជារបស់អវសាឥតបានការគួរឲ្យសោកស្ដាយតែបើមានកូនប្រពន្ធគ្រាន់នឹងស៊ីមរតកនោះទៅរាអាត្មាអញនឹងមិនសូវជាសោកស្ដាយពេកគិតហើយមហាចៅក៏ដើរទៅក្រវ៉ាលភូមិអ្នកស្រុករំពៃយកគុណមើលវងក្មេងស្រីប្រុសដែលនាំគ្នាលេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើលុះគយគុណទៅឃើញនាងតូចមួយនោះមានរូបឆោមស្អាតសមរម្យមានសាច់ឈាមសថ្លាថ្លៃថ្នូរគួរឲ្យស្រឡាញ់ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីវងហើយក៏បញ្ឆោតនាំយកទៅដល់ផ្ទះផងខ្លួនដោយខ្លាចកូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញព្រមទាំងការពារកុំឲ្យម្ដាយឪពុកវាតាមទៅរកឃើញមហាចៅនោះក៏យកក្មេងទៅលាក់ទុកនៅក្នុងបន្ទប់ចាក់សោយ៉ាងខ្ជាប់ខ្ជួនរាល់ពេលបាយឬពេលបានចំណីអាហារឆ្ងាញ់ៗមកមហាចៅនោះតែងតែហុចតាមបង្អួចមួយតូចទៅឲ្យនាងបរិភោគក្មេងស្រីនោះនៅក្នុងបន្ទប់ក៏ចេះតែចម្រើនសាច់ឈាមរាល់ថ្ងៃជាលំដាប់លុះនាងពេញវ័យក្រមុំការដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យនឹងមិនបានជន់ដីបណ្ដាលឲ្យនាងមានជំងឺស្គមស្គាំងស្លេកស្លាំងហើយមហាចៅនោះភ័យណាស់មិនដឹងជាកូនមានការអ្វីក៏ត្រាច់ទៅក្នុងភូមិមួយឆ្ងាយទើបបានជួបនឹងដូនចាស់ម្នាក់ធ្លាប់ធ្វើឈ្មោះក៏និយាយអង្វរសុំអញ្ជើញដូនឲ្យមកជួយមើលកូនខ្លួនយាយមកនោះមកដល់ចូលទៅសួរសុខទុក្ខនាងហើយយល់ការក៏ប្រាប់នាងថាចៅយាយអើយចូលចៅកុំព្រួយអ្វីចៅឈឺនេះគ្មានអ្វីក្រៅអំពីជំងឺគ្រប់ការទេគឺពេលដែលនាងផ្លាស់វ័យនេះឯងហើយដែលធ្វើឲ្យនាងចេះតែរសាប់រសល់ចុកខ្នងចុកចង្កេះលហិតលហៃទុនដៃទុនជើងកុំព្រួយអ្វីណាចៅចាំយាយផ្សំថ្នាំសង្កូវឲ្យនាងញ៉ាំឲ្យបានធូរស្រាលឆាប់រហ័សថាហើយយាយមកក៏ទៅរកស្ទុះសម្បកឈើមកផ្សំថ្នាំដាំឲ្យនាងនោះស្រែកហើយផ្ដាំថាចៅអើយចៅយកថ្នាំនេះទៅហាលថ្ងៃឲ្យស្ងួតហើយរកថូឬឆ្នាំងអ្វីដាក់ទុកទៅពេលនាងដឹងថាចិត្តដល់រដូវកាលហើយចូលនាងយកមួយកញ្ចប់មកដាំញ៉ាំ4 ទៅ 5ថ្ងៃទៅនោះនាងនឹងបានធូរស្រាលក្នុងខ្លួនដោយបំណងហើយសាច់ឈាមពណ៌សម្បុររបស់នាងក៏រឹតតែល្អឡើងដែរក្រោយមកលុះកូនស្រីមហាចៅផឹកថ្នាំបានធូរស្បើយរោគហើយយាយមុំក៏ចូលទៅសំពះសុំលាមហាចៅត្រឡប់ផ្ទះសម្បែងវិញមហាចៅបានយកមាសប្រាក់ជូនជាទ្រនឹបរង្វាន់យាយមុំហើយជូនត្រឡប់ទៅផ្ទះវិញពេលរៀបចេញដំណើរពីផ្ទះមហាចៅទៅយាយមុំនឹកក្នុងចិត្តថាកន្លែងមហាចៅនេះឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់ឯព្រៃទៀតសោតក៏ញឹកស្ងាត់ជ្រងំគួរឲ្យខ្លាចប្រសិនបើអញចង់ត្រូវការមករកទីនេះវិញធ្វើម្ដេចនឹងរកផ្លូវមកឃើញនឹកសពគ្រប់ហើយគាត់ក៏រកបានគ្រាប់ឪឡឹកមួយបង្វិចជើកមកតាមខ្លួនដើរតាមក្រោយមហាចៅមកបណ្ដាចាប់គ្រាប់ឪឡឹករយបណ្ដារហូតដល់ផ្ទះគាត់តទៅនេះនឹងបានថ្លែងចាប់សារដើមបន្តិចអំពីពេលដែលយាយមកបានទៅនៅថែកូនមហាចៅនោះមកគាត់តែងតែសង្កេតមើលរឹកពីនិងរូបឆោមកូននោះឃើញល្អក៏ចេះតែគួចចិត្តទុកនឹងសម្លឹងរកកំឡោះរូបណាឲ្យស័ក្តិសមនឹងនាងថ្ងៃមួយអាស្រ័យបច្ច័យហេតុផលពីបុព្វេបណ្ដាលឲ្យចិត្តមានុម្នាក់ដែលត្រឡប់មកពីរៀនវិជ្ជាការហើយចង់ចូលទៅសុំសម្រាកនៅផ្ទះយាយមកនោះសិនត្បិតថ្ងៃកាន់តែជ្រេកម្លាំងក៏អស់ហេវបាយផ្លូវទៅមុខទៀតក៏ឆ្ងាយក្រែងយប់ពាក់កណ្ដាលផ្លូវនឹងមានភ័យច្រើនក៏រូតរះចូលទៅសំពះដូនចាស់សុំសម្រាកមួយយប់ដូនចាស់កំពុងតែរៀបចំនឹងបណ្ដាំបាយបរិភោគជួនក្រឡេកឃើញមានុចូលមកសំពះសុំក៏មានចិត្តសប្បុរសទទួលឲ្យនៅហើយដាំបាយបណ្ដាសំណេះសំណាលសួរអំពីពូជពងបណ្ដាលុះអាស្រ័យបាយរួចហើយនឹងទុកដាក់ចានក្បានស្រេចយាយមកដែលចេះតែលបសង្កេតរូបឆោមមានុនោះតាំងពីចូលមកក៏បង្ហើបសំណួរថាពីកាលដែលចៅលាឪពុកម្ដាយមកស្វែងរកដំណេះវិជ្ជានេះតើឪពុកម្ដាយចៅមានស្ដីដណ្ដឹងកូនចៅអ្នកណាទុកឲ្យចៅហើយឬនៅមានុក៏បានឆ្លើយតបថាមិនទាន់មាននៅឡើយទេហើយបន្តសម្ដីថាខ្ញុំនឹកថាប្រសិនបើនៅពេលដែលខ្ញុំធ្វើដំណើរកាត់ស្រុកភូគេនេះបានជួបស្ត្រីណាមួយមានលក្ខណៈសមរម្យខ្ញុំនឹងយកធ្វើជាប្រពន្ធហើយតើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណាដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះដែរឬទេ
ចៅអើយនៅក្នុងស្រុកភូមិនេះមិនឃើញមានស្ត្រីណាម្នាក់ដែរស័ក្តិសមនឹងចៅទេប៉ុន្តែជីដូនធ្លាប់បានឃើញស្ត្រីម្នាក់នាងនោះជាកូនមហាចៅនៅក្នុងព្រៃឆ្ងាយដាច់ស្រយាលឯណោះយាយម៉បក៏និយាយរៀបរាប់អំពីដំណើរការដែលគាត់បានទៅឃើញនាងនោះនឹងបានសង្កេតឃើញរពាសមរម្យពេលដែលឮពាក្យសរសើររបស់យាយម៉បហើយមាណពនោះអន្ទះសារចង់ឃើញរូបនាងក៏អង្វរឲ្យយាយជូនទៅទេចៅយាយជូនទៅមិនបានទេព្រោះយាយខ្លាចមហាចៅនោះណាស់ធម្មតាទេចិត្តជាចោលតែដល់ពេលមានអ្វីមិនស្រួលកើតឡើងហើយវាមុខជាមកសម្លាប់យាយចោលហើយយាយចាស់ហើយតែយាយចង់រស់នៅចូលចៅជឿជាក់ថាយាយចង់ឲ្យចៅនិងនាងនោះបានគ្នាជាប្តីប្រពន្ធណាស់ព្រោះតាំងតែពីកាលយាយបានឃើញនាងមកទោះពេលដែលយាយចេញទៅផ្សារទៅកាន់ភូមិនានាទៅសង្គ្រោះគេក្តីយាយតែងតែគយគុណសម្លឹងមើលរាល់ថ្ងៃតែមិនប្រទះឃើញបុរសកំឡោះណាម្នាក់ឲ្យសមល្មមនឹងចិត្តយាយសោះទើបតែពេលនេះចៅមកដល់ចំជាមហាលាភហើយចៅគេងឲ្យស្រួលទៅព្រឹកស្អែកចាំចៅចេញដំណើរទៅរកនាងនៅពេលយប់នោះបុរសចេះតែគិតសពគិតគ្រប់ដេកមិនលក់ដោយផ្លែកកន្លែងផងទន្ទឹងឲ្យតែភ្លឺឆាប់ផងណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯងណាមួយគិតដល់គ្រោះថ្នាក់ជាមួយនឹងមហាចៅលុះយប់យន្តទៅបុរសគេងលងលក់ទៅពេលមន់រងាវភ្លឺស្រាងយាយមុំក្រោកមកដាំបាយរកម្ហូបក្រៀមក្រោះទឹកបំពង់ទុកបំរុងជាស្បៀងឲ្យមាណពនោះធ្វើដំណើរលុះមាណពក្រោកឡើងហើយយាយក៏ឲ្យស្រស់ស្រូបរួចប្រគល់កញ្ចប់អាហារសម្រាប់តាមផ្លូវហើយនាំបង្ហាញតម្រុយដើមឪឡឹកឲ្យចៅមាណពនោះធ្វើដំណើរចេញទៅណែចៅចូលចៅដើរតាមជួរដើមឪឡឹកនេះទៅចោះចៅនឹងបានទៅដល់ផ្ទះនាងនោះហើយតែថាចូលចៅប្រយ័ត្នខ្លួនឲ្យមែនតែនចៅទៅចោះសូមឲ្យបានសេចក្តីសុខឲ្យបានសម្រេចដោយបំណងប្រាថ្នាបើចៅមានសត្រូវមកពីមុខសូមឲ្យរំលងបើមកពីក្រោយខ្នងសូមឲ្យរលាយនៅពេលដែលប្រតិបត្តិលាលោកយាយហើយក៏ចេញដំណើរទៅថ្ងៃរៀងជ្រេបន្តិចទើបទៅដល់ផ្ទះមហាចៅគប់ជួនពេលនោះមហាចៅមិននៅចេញទៅរកប្លន់គេបាត់ទុកតែកូនស្រីឲ្យនៅចាំផ្ទះតែម្នាក់ឯងនាងកំពុងតែដើរត្រុកបោះច្រាសសម្អាតផ្ទះសម្បែងតាមទម្លាប់ពុំមានគិតក្រែងអ្វីឡើយឯចៅមាណពនោះទៅដល់លបគយគុណឃើញសពគ្រប់ហើយដឹងថានាងនៅតែម្នាក់ឯងក៏ប្រថុយស្រែកហៅនាងឮសូរមាត់មនុស្សចម្លែកនឹកភ័យណាស់គិតថាតើអ្នកណានេះហ៊ានចូលមកដល់ទីនេះប៉ុន្តែនាងក្រឡេកទៅឃើញយុវបុរសជាអ្នកមានឫកពាសុភាពព្រាបសារល្អមិនគួរឲ្យខ្លាចឡើយនាងក៏បានបើកទ្វារហើយហៅបុរសនោះឲ្យចូលហើយនិយាយសាកសួរគ្នាទៅវិញទៅមកមិនត្រឹមតែប៉ុណ្ណោះក៏ទទួលរាក់ទាក់សំណេះសំណាលតាមផ្លូវលោកីដោយសុខចិត្តសុខកាយលើកជាស្វាមីហើយនាំយកទៅលាក់មិនឲ្យមហាចៅជាឪពុកចិញ្ចឹមដឹងឡើយប៉ុន្តែក្នុងកាលជាបន្ទាប់មកមហាចៅសង្កេតឃើញឫកពាកូនស្រីរបស់ខ្លួនប្លែកអំពីធម្មតាគឺឃើញនាងតែងខ្លួនជានិច្ចកាលធ្វើការងារសពសារពើក្នុងផ្ទះដោយមិនបាច់ឪពុកដាស់តឿនឡើយដូចជាចង់ផ្គប់ផ្គុនប្អូនមនុស្សណាម្នាក់ដែលជាទីពេញចិត្តមហាចៅនឹកសង្ស័យថានាងនេះច្បាស់ជាមានប្រុសសហាយហើយក៏នឹកតូចចិត្តនឹងកូនស្រីលាយនឹងសេចក្តីខ្មាស់អៀនសហាយនាងនោះផងក៏ដើរចោលទីកន្លែងនោះទៅចំណែកឯទាំងពីរអ្នកប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅមិនឃើញមហាចៅនោះត្រឡប់មកវិញក៏បាននាំគ្នាចុះមករកភូមិស្រុកនៅនឹងគេលុះមកដល់ភូមិស្រុកហើយក៏ចូលទៅអរគុណនឹងយាយមុំព្រមទាំងជូនរង្វាន់គាត់ខ្លះទៀតផងយាយមុំមានចិត្តត្រេកអរណាស់ដើរប្រាប់អ្នកជិតខាងឲ្យមកមើលនាងដោយថ្លែងបោបាច់ប្រាប់គេថានាងនេះមានរូបឆោមពណ៌សាច់ចិត្តល្អមកអំពីគេនៅតែក្នុងម្លប់ដល់ចេញពីម្លប់ក៏មានប្តីតែម្ដងចំណែកឯអ្នកស្រុកវិញពេលដែលឃើញដូច្នោះហើយក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការទៅខាំងទុកនៅក្នុងបន្ទប់ដើម្បីឲ្យបានល្អដូចគេក៏ជាប់ជាទំនៀមទម្លាប់រហូតមកដល់បច្ចុប្បន្នអត្ថបទរឿងព្រេងតាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រីក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណ